អបអសាទរកម្មវិធីជំនួបរវាងគ្រូបន្ទុកថ្នាក់និងមេដាបៃតាសិស្សព្រមទាំងការចែកបានសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា2024-2025នៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខកម្មវិធីនេះប្រារព្ធឡើងដើម្បីផ្ដល់ឱកាសជូនមេដាបៃតាសិស្សជួបពិភាក្សាផ្ទាល់ជាមួយនឹងលោកគ្រូអ្នកគ្រូអំពីវឌ្ឍនភាពនៃការសិក្សាក៏ដូចជាអត្តចរិតនិងសីលធម៌របស់បុត្រធីតាជាពិសេសការពិភាក្សារៀបរាប់វិធីសាស្ត្រផ្សេងៗបន្ថែមទៀតដើម្បីឲ្យការសិក្សារបស់បុត្រធីតាទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលកាន់តែប្រសើរសិក្សានៅទីនេះគឺមានការប្រើប្រាស់ភាសាទាំងភាសាខ្មែរទាំងភាសាបរទេសបានល្អមែនទែនហើយប្រកបដោយវិជ្ជាជីវៈមិនមែនជាការប្រើប្រាស់ដែលចេះតែនិយាយប៉ាណាតែមានគេថាមានបែបបទរបស់គាត់នៃការនិយាយស្ដីរបស់គាត់កូនខ្ញុំមានវិន័យល្អចេះដឹងមានសុជីវធម៌ក្នុងការនិយាយស្ដីគឺខ្ញុំពេញចិត្តនៅតារាងកាលវិភាគកំណត់របស់សាលាគឺមានលក្ខណៈច្បាស់លាស់ត្រឹមត្រូវថាតើថ្ងៃណាធ្វើអីម៉ោងណាធ្វើអីអញ្ចឹងនៅពេលដែលយើងដឹងយើងអាចមានការតាមដានរបស់គាត់នឹងច្បាស់លាស់អញ្ចឹងខ្ញុំសូមសំណូមពរដល់អាណាព្យាបាលគ្រប់រូបដែលគាត់មានបំណងដើម្បីយកកូនមកដាក់សាលាគឺសាលាបញ្ញាសាស្ត្រនេះគឺជាជម្រើសទី1សម្រាប់បងប្អូនបាទសូមអរគុណតាំងពីគាត់ចូលរៀនមកគឺគាត់ចេះច្រើនណាលោកគ្រូទី1គាត់ចេះធ្វើអីដល់ខ្លួនឯងពីមុនសូម្បីតែញ៉ាំបាយខ្លួនឯងគាត់ចេះដែរឥឡូវហ្នឹងគាត់ចេះច្រើនហើយការរៀនសូត្រទៅដល់ផ្ទះគឺគាត់ធ្វើឲ្យខ្ញុំសប្បាយមែនតើគឺគាត់ចេះតាមផ្លូវគាត់អានឲ្យស្ដាប់អីគឺគាត់ក្លាហានជាងមុនឆ្ងាយអញ្ចឹងសាលាគាត់មានកម្មវិធីសិក្សាពេញម៉ោងគឺមានទាំងភាសាអង់គ្លេសនិងភាសាខ្មែរអញ្ចឹងក្នុងនាមខ្ញុំជាម្ដាយខ្ញុំចង់ឲ្យកូនរបស់ខ្ញុំគាត់ចេះទាំងភាសាខ្មែរឲ្យបានច្បាស់បន្ថែមពីនោះក៏គាត់ត្រូវតែចេះភាសាអង់គ្លេសដែលជាភាសាអន្តរជាតិឲ្យបានច្បាស់ហើយសាលាបញ្ញាសាស្ត្រគឺគាត់បានផ្ដល់ទាំងពីរលក្ខខណ្ឌនេះសម្រាប់រូបនាងខ្ញុំដែលភាសាអង់គ្លេសគឺគាត់ផ្ដល់ជូនបង្រៀនជាមួយនឹងលោកគ្រូជនជាតិដើមអញ្ចឹងតាមរយៈបទពិសោធន៍ដែលកូនបានរៀននៅសាលានេះជាង10ឆ្នាំមកហើយតាំងពីសាលាមត្តេយ្យមកឃើញថាគាត់មានការរីកចម្រើនច្រើនទាំងភាសាខ្មែរនិងភាសាបរទេសអង់គ្លេសចា៎សាលាបានបង្ហាត់បង្រៀនកូនឲ្យមានវិន័យសិលធម៌ល្អនៅក្នុងសង្គមខ្ញុំបានយកកូនមករៀននៅទីនេះគឺគាត់បានយល់ដឹងពិតប្រាកដហើយនឹងគាត់ចេះពិតប្រាកដសាលាបញ្ញាសាស្ត្រអន្តរជាតិវិន័យគុណធម៌សុភមង្គល